ព្រះពុទ្ធប្រកបដោយព្រះគុណ9ប្រការហៅថានវហេគុណប្រែថាគុណរបស់ព្រះអរហន្ត9តាមព្រះបាលីដែលលោកពោលហើយនោះជាពុទ្ធានុសតិបទថាអរហង្គប្រែថាគួរដោយអត្ថសំដៅយកសេចក្តីថាព្រះអង្គមានព្រះទ័យបរិសុទ្ធសម្មាសម្ពុទ្ធោសំដៅយកសេចក្តីថាជាដើមនៃព្រះពុទ្ធសាសនាដែលជាស្វខាតធម៌ឬប្រែថាព្រះអង្គទ្រង់មានព្រះបញ្ញាជ្រាបប្រពៃដោយព្រះអង្គឯងរមែងយ៉ាងផលខ្ពស់បំផុតឲ្យសម្រេចដល់ព្រះអង្គដោយប្រការទាំងពួងគួរដល់សេចក្តីរាប់អានរបស់ជនគ្រប់ជាន់ឋានៈវិជ្ជាចរណៈសម្បណ្ណោប្រែថាព្រះអង្គដល់ព្រមហើយដោយសេចក្តីដឹងនិងចរណៈគឺបតិបទាដែលជាគ្រឿងដំណើរទៅឲ្យដល់វិជ្ជាគឺសេចក្តីត្រាស់ដឹងដើម្បីជាប្រយោជន៍ដល់ព្រះអង្គនិងអ្នកដទៃផងសុគតោប្រែថាព្រះអង្គស្ដេចទៅល្អហើយលោកវិទូប្រែថាព្រះអង្គជ្រាបច្បាស់នៅលោកអនុត្តរពុរិសឌ្ឍមសារធិប្រែថាព្រះអង្គទ្រង់ជាសារថីបង្ហាត់បុរសអ្នកគួរទូលមានបានមិនមានអ្នកដទៃលើសជាងគឺព្រះអង្គទ្រង់ជ្រាបឆន្ទៈអធ្យាស្រ័យសពប្រតិក្នុងព្រះឧបាយដឹកនាំមិនបាច់វាយដំគ្រាន់តែប្រើព្រះវាចាដឹកនាំមនុស្សឲ្យបប្រតិបត្តិល្អបប្រតិបត្តិត្រូវក៏អាចឲ្យសម្រេចប្រយោជន៍បានយ៉ាងល្អសត្ថាទេវមនុស្សានំប្រែថាព្រះអង្គទ្រង់ជាគ្រូនៃទេវតានិងមនុស្សទាំងឡាយបុទ្ធោប្រែថាព្រះអង្គទ្រង់រីកពេញហើយឬព្រះអង្គភ្ញាក់ហើយភគវា ប្រែថាព្រះអង្គទ្រង់ចែកធម៌ដ៏ល្អទាំងចំណែកលោកីទាំងចំណែកលោកុត្តរៈឬប្រែថាព្រះអង្គមានព្រះជោគដោយអធិប្បាយថាទ្រង់មានជោគល្អក្នុងកិច្ចគ្រប់យ៉ាងដែលមិននឹកថានឹងមានផ្លូវសម្រេចក៏សម្រេចបានដោយប្រការដូចនេះ